ព្រះគម្ពីរសេផានីជំពូកទី2មនាលនគរឥតខ្មាស់អើយចូលមូគ្នាមកចូលមូគ្នាមុនកំណត់ដែលត្រូវសម្រេចតាមច្បាប់គឺមុនដែលថ្ងៃនោះកន្លងបាត់ទៅដូចជាអង្កាមមុនដែលសេចក្តីខ្ញាល់ដ៏សាហាវរបស់ព្រះជេហូវ៉ាមកលើអ្នករាល់គ្នាមុនដែលថ្ងៃមកដល់ក្នុងកាលដែលសេចក្តីខ្ញាល់របស់ព្រះជេហូវ៉ាមកលើអ្នករាល់គ្នាអស់អ្នករៀបសារនៅផែនដីដែលរក្សាអស់ទាំងបញ្ញត្តិច្បាប់របស់ព្រះជេហូវ៉ាអើយចូលស្វែងរកទ្រង់ចូលស្វែងរកសេចក្តីសុចរិតចូលស្វែងរកសេចក្តីសុភាពចុះប្រហែលជាអ្នករាល់គ្នានឹងបានបាំងទុកនៅក្នុងថ្ងៃនៃសេចក្តីខ្ញាល់របស់ព្រះជេហូវ៉ាទេដឹងត្បិតក្រុងកាសានឹងត្រូវស្ងាត់ជ្រាបហើយក្រុងអាស្កាឡូននឹងត្រូវខូចបង់ពួកក្រុងអាស្ដូតនឹងត្រូវបណ្ដេញចេញទៅទាំងថ្ងៃត្រង់ហើយក្រុងអេក្រុននឹងត្រូវរំលើងទៅដែរវេទនាដល់ពួកអ្នកដែលអាស្រ័យនៅតាមឆ្នេរសមុទ្រជាសាសកេរីធីមនោះព្រះបន្ទូលនៃព្រះជេហូវ៉ាទាស់នឹងឯងរាល់គ្នាមនាលកាណានជាស្រុករបស់ពួកភីលីស្ទីនអើយអញនឹងបំផ្លាញឯងមិនឲ្យមានអ្នកណាគង់នៅទៀតឡើយនោះស្រុកតាមឆ្នេរសមុទ្រនឹងបានជាទីសម្រាប់ខ្វៀលសត្វមានទាំងទីលំនៅសម្រាប់ពួកអ្នកគង្វាលនិងក្រោលសម្រាប់ហ្វូងជៀមដែរស្រុកនោះនឹងបានសម្រាប់សំណល់នៃពួកវង្សយូដាគេនឹងខ្វៀលហ្វូងសត្វរបស់គេនៅទីនោះនៅពេលយប់គេនឹងដេកក្នុងផ្ទះនៅក្នុងអាស្កាឡូនពីព្រោះព្រះជេហូវ៉ាជាព្រះនៃគេទ្រង់នឹងប្រោសគេហើយនាំពួកគេដែលជាប់ជាឆ្លើយមកវិញអញបានឮពាក្យដំណៀលរបស់សាសម៉ូអាប់និងពាក្យជេរប្រមាថរបស់ពួកកូនចៅអាម៉ូនគឺជាពាក្យដែលគេថ្មេះដេះដៀលដល់រាជអញហើយបានដំកើងខ្លួនគេទាស់នឹងព្រំស្រុករបស់រាជអញផងហេតុនោះព្រះជេហូវ៉ានៃពួកពលបរិវារជាព្រះនៃសាសអ៊ីស្រាអែលទ្រង់ស្បត់ថាដូចជាអញរស់នៅពិតប្រាកដជាស្រុកម៉ូអាប់នឹងបានដូចជាក្រុងសូដុំហើយពួកកូនចៅអាម៉ូននឹងបានដូចជាក្រុងកូម៉ូរ៉ាដែរគឺជាទីមានសុទ្ធតែដើមកន្ទិចអាលនិងអណ្ដូងអំបិលជាទីខូចបង់នៅជានិច្ចសំណល់នៃរាជអញនឹងប្លន់គេហើយសំណល់នៃនគរអញនឹងចាប់យកគេជាមរតកនេះជាសេចក្តីដែលនឹងកើតមានដល់គេដោយព្រោះសេចក្តីអំនួតរបស់គេពីព្រោះគេបានថ្មេះដេះដៀលហើយដំកើងខ្លួនទាស់នឹងរាជរបស់ព្រះជេហូវ៉ានៃពួកពលបរិវារព្រះជេហូវ៉ាទ្រង់នឹងបានជាទីស្ញែងខ្លាចដល់គេត្បិតទ្រង់នឹងធ្វើឲ្យអស់ទាំងរូបព្រះនៅផែនដីរាវសូន្យទៅនោះមនុស្សទាំងឡាយនឹងថ្វាយបង្គំដល់ទ្រង់វិញគ្រប់គ្នានឹងថ្វាយបង្គំនៅកន្លែងរបស់ខ្លួនគឺអស់ទាំងកោះរបស់សាសផ្សេងផងឯងរាល់គ្នាជាសាសអេធីយ៉ូពីក៏នឹងត្រូវស្លាប់ដោយដាវរបស់អញដែរទ្រង់នឹងលូកព្រះហស្ថទៅទា
ទាស់នឹងស្រុកខាងជើងដែរគឺនឹងបំផ្លាញស្រុកអាសើហើយធ្វើឲ្យក្រុងនីនីវេខូចបង់ជាទីហួតហែងដូចជាទីរហោស្ថានអស់ទាំងហ្វូងសត្វនឹងដេកនៅកណ្ដាលនោះព្រមទាំងសត្វគ្រប់ពូជទាំងអស់ទាំងស្មោញនិងខ្វែកនិងទំលើក្បាលសសនិងឮសំឡេងវាយយំត្រង់អស់ទាំងបង្អួចហើយនៅមាត់ទ្វារទាំងប៉ុន្មាននោះសុទ្ធតែខូចបង់ទទេត្បិតឈើតាត្រូវដែលស្រោបជញ្ជាំងត្រូវគាស់បើកទាំងអស់នោះហើយជាទីក្រុងដែលតែងតែបានសប្បាយហើយឥតកង្វល់ជាក្រុងដែលរមែងគិតក្នុងចិត្តថាមានតែអញទេក្រៅពីអញគ្មានទីក្រុងណាសោះទីក្រុងនោះបានត្រឡប់ជាស្ងាត់ជ្រាបជាទីសម្រាប់ឲ្យអស់ទាំងសត្វដេកចុះយ៉ាងណាណអស់អ្នកណាដែលដើរតាមទីនោះនឹងធ្វើស៊ីសុះឲ្យហើយរាដៃ